វប្បធម៌ជាតិយើងកាន់តែមានតម្លៃយុវជនក្នុងព្រៃគ្មានក្មេងនាំគ្នាឡើងរំស្វាគមន៍កម្មវិធីបុណ្យចូលឆ្នាំថ្មីរកទឹករកដីទាំងប្រទាំងស្រីនាំគ្នាទៅលេងវត្តទួការសាងរំលើងវប្បធម៌ចាស់ចាស់ដែលលាក់ទុកនៅក្រោយវាំងវាំងអីវាំងនឿនឲ្យយុវជនជំនាន់ក្រោយបានដឹងបានឮបានស្គាល់បានឃើញបានច្បាស់ក្រោមការដឹកនាំដោយយុវជនជោគជ័យមួយចំនួននោះ very good ល្អណាស់និយាយត្រង់ទៅខាងកាហ្វេប្រោនយើងហ្នឹងចាំថ្ងៃចូលឆ្នាំក៏សង្ក្រាន្តវិញម្ដងពុទ្ធសករាជថ្មីសែនសប្បាយកន្លងសៀមរាបអង្គររត់តែស្រស់បំប្រងល្បែងប្រជាប្រិយខ្មែរជួបជុំញាតិប្អូនបងត្រូវបានចងក្រងដោយលោកហ៊ុនម៉ាណីយុវជនស្ម័គ្រចិត្តបានពីគ្រប់ទិសទីចូលរួមដៃគ្នាបង្កើតជាភាពសាមគ្គីបំបែកកំណត់ត្រាកាលពីពេលកន្លងមកឥឡូវនិយាយពីកន្លែងខាងត្បូងវិញកំពុងតែទុំម្នេញហុយតាក់ហុយដោយមនុស្សទាំងប្រុសទាំងស្រីប្រឆាំងនឹងប្រធាននេះថាបដីតំតឡើងថ្មីគឺលោកស្រីផាអូផាមែឥឡូវត្រូវគេគុំខ្លួនហើយណាដោយសារតែមានការសោកបាត់និងការខើខ្លាំងទៅដើមគ្នាដោយខ្លាហើយនឹងមានបញ្ហារឿងអស្ចារ្យច្រើនទៀតតម្លៃទឹកប្រាក់បានងាយជាអុកញ៉ារដ្ឋាភិបាលចេញអនុក្រឹត្យថ្មីការឡើង5ដងនៃគោរពងាយល្បី$50,000ទៅបានងាយជាអុកញ៉ាអាយ៉ាមិនធម្មតា$50,000ទិញឈ្មោះជាអុកញ៉ាគឺតម្លៃពិសេស discount ពីរដ្ឋាភិបាលមួយទ្វេជា5មិនដែរឆ្នាំនេះល្បីសេវាសម្អាតណូថែមជូនវីដេអូដល់កូនចៅដែលនៅឆ្ងាយឲ្យមានភាពងាយស្រួលបើពួកគេគ្មានពេលចំណាយវីដេអូនេះឡាយជូនដល់អតិថិជនមានចឹងដែរសេវាកម្មសម្អាតណូធ្វើហោហែសម័យកាន់តែទំនើបត្រឡប់មនុស្សកាន់តែប្រែអញ្ចឹងបងប្អូនគិតមិនដែរសេដ្ឋកិច្ចកម្ពុជានៅតែរក្សាកំណើនកើនខ្ពស់គឺ7%ទោះបីឆ្នាំមុនយើងត្រូវប្រឈមមុខបញ្ហាញញយតែបើកម្ពុជាយើងចាប់បានវិនិយោគខាងដែលមកពីចិនសេដ្ឋកិច្ចយើងនឹងលឿនលយ 7.1% ដល់2018ក្រសួងមហាផ្ទៃយល់ព្រមឲ្យស្ថិតកម្ពុជាលោកកាត់ម៉េងជាប្រធានសមាគមជួយរដ្ឋាភិបាលធ្វើការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនបាទនៅពេលនេះពេលវេលាក៏វាខ្លីអញ្ចឹងខ្ញុំវយប៊ីតនិងកញ្ញាសាងសុខសេរីពីភ្នំពេញ